គ្រូឧទ្ទេសនីពិសិដ្ឋដូចជាលោកគ្រូអ្នកគ្រូអនុវត្តមាននៅទីនេះជាទីរាប់អាននាងខ្ញុំឈ្មោះស្លាហានីជាអ្នកដំណាក់ក្រុមមកពីប្រទេសឆ្នោតពញាក្រែដែលនៅក្នុងក្រុមនាងខ្ញុំខាងនេះផងដែរគឺមានចំណុចមួយដែលត្រូវឡើងបកស្រាយបន្តពីលោកគ្រូអ្នកគ្រូដែលគាត់ present ពីពាក់ព័ន្ធនឹងពីចំណុចខាងលើនៅក្នុងថ្ងៃនេះផងដែរក្រុមនាងខ្ញុំបានចំណុចមួយដែលពាក់ព័ន្ធទៅនឹងចំណុចដែលក្តៅខ្លាំងមែនទែននោះគឺជាសំណួរផ្ទាល់រាល់ដែលលោកគ្រូអ្នកគ្រូលើឲ្យគឺញ័រសាច់តែម្ដងចំណុចនេះគឺយើងគ្រប់ជាខ្សែក្រអានតែម្ដងគឺជាសំណួរផ្ទាល់រាល់ជាដំបូងតើអ្វីទៅជាសំណួរផ្ទាល់រាល់លោកគ្រូអ្នកគ្រូមានដឹងអត់ថាហេតុអីតើនិយមន័យសំណួរផ្ទាល់រាល់ជាអីគេមានដឹងអត់លោកគ្រូអ្នកគ្រូចាបាទដល់ទេណាថ្ងៃនេះគឺខ្ញុំនឹងឡើងមកបកស្រាយតែម្ដងដើម្បីឲ្យយើងលេងញ័រសាច់ទៀតណាចាសំណួរផ្ទាល់រាល់គឺជាសំណួរមួយដែលយើងប្រើនៅក្នុងការបង្រៀនដើម្បីពិនិត្យទៅលើការកើតក៏ដូចជាការចេះដឹងរបស់សិស្សយើងដែលយើងសួរទៅគាត់ភ្លាមចង់ដឹងថាតើសិស្សហ្នឹងគាត់ចាប់បានអីគេខ្លះបន្ទាប់ពីយើងបង្រៀនហើយមួយទៀតតើសំណួរផ្ទាល់មាត់ហេតុអីបានជាលោកគ្រូអ្នកគ្រូចាំបាច់ប្រើប្រាស់សំណួរផ្ទាល់មាត់មិនប្រើតែសំណួរប្រឡងតែម្ដងទៅយើងចាំបាច់ប្រើសំណួរផ្ទាល់មាត់ធ្វើអីមានលោកគ្រូអ្នកគ្រូណាដឹងអត់អត់ដឹងទេណាហើយចូលជាប្រើសំណួរផ្ទាល់មាត់នៅក្នុងថ្នាក់រៀនណាចូលចាលោកគ្រូអ្នកគ្រូណាក៏ចូលជាប្រើសំណួរផ្ទាល់មាត់ដែរពេលស្ដេចយើងរៀនបានមកចំណុចនេះតែសួរកូនសិស្សរៀនថាអានោះមានន័យថាម៉េចនេះជាចំណុចមួយដែលយើងតែងតែប្រើក្នុងថ្នាក់បង្រៀនរបស់យើងផ្ទាល់ហើយនៅក្នុងថ្ងៃនេះយើងមកស្វែងយល់ទាំងអស់គ្នាតើសំណួរផ្ទាល់មាត់ហេតុអីបានយើងចូលចិត្តប្រើម្ល៉េះនៅពេលដែលយើងបង្រៀនចាជាធម្មតាសំណួរផ្ទាល់មាត់គឺជាសំណួរដែលចាំបាច់មែនតើដែលយើងសម្រាប់ប្រើប្រាស់នៅក្នុងថ្នាក់រៀនដើម្បីឲ្យយើងអាចដឹងថាតើសិស្សយើងហ្នឹងគឺគាត់អាចចាក់បាននៅទីខ្លះនៅក្នុងចំណុចដែលគាត់រៀនថ្ងៃហ្នឹងទី2គឺគាត់សំណួរផ្ទាល់មាត់គឺជួយបង្កើនសកម្មភាពនៅក្នុងថ្នាក់រៀនដើម្បីឲ្យសិស្សយើងមិនងងុយដេកក៏ដូចជាដើម្បីឲ្យសិស្សយើងមានសកម្មភាពជាមួយយើងផ្ទាល់តែម្ដងបើយើងសួរសំណួរផ្ទាល់មាត់ចាំតាមសួរថាមកថ្ងៃហ្នឹងអ្នកគ្រូនឹងសួរសំណួរផ្ទាល់មាត់កូនត្រៀមណាតែពេលនោះមានអ្នកហ៊ានងុយដេកទៀតអត់ទេគឺត្រៀមមកតិចចាំឈ្មោះខ្ញុំទៅនេះតិចចាំឈ្មោះខ្ញុំទៅគឺយើងត្រៀមមានការប្រុងប្រយ័ត្នគ្រប់គ្នាបាទនេះហើយបានលោកគ្រូអ្នកគ្រូគាត់តែងតែប្រើសំណួរផ្ទាល់មាត់នៅក្នុងថ្នាក់រៀនហើយមួយទៀតសំណួរផ្ទាល់មាត់ក៏សំខាន់ខ្លាំងណាស់ដែរនៅពេលដែលលោកគ្រូអ្នកគ្រូប្រើទៅគឺជួយឲ្យកូនសិស្សយើងមានភាពក្លាហាននៅក្នុងការនិយាយនៅពេលខ្លះយើងអាចបានសួរទៅគាត់នៅក្នុងថ្នាក់រៀនទេគឺសិស្សវិញគឺគាត់គិតមករៀនធ្វើអីក៏លោកគ្រូអ្នកគ្រូដែរសួរផងទុកនៅក្នុងសៀវភៅហ្នឹងចាដល់ពេលដែលយើងអត់សួរសំណួរគាត់គឺគាត់គិតបែបហ្នឹងតែបើយើងសួរគាត់គឺគាត់នឹងគិតមកទន្ទឹងកន្លែងនេះសិនហើយយើងទៅសួរមកចាំចំណុចយើងអត់ចាស់អញ្ចឹងគាត់មានការប្រុងប្រយ័ត្ននៅក្នុងថ្នាក់រៀនគ្រប់ពេលរហូតដល់យើងបញ្ចប់មេរៀនមួយនឹងតែម្ដងចាចំណុចបន្ទាប់យើងទៅស្វែងយល់ទាំងអស់គ្នាថាតើសំណួរផ្ទាល់មាត់ហ្នឹងមានអត្ថប្រយោជន៍ដូចម៉េចខ្លះចាលោកគ្រូអ្នកគ្រូមើលឃើញទាំងអស់គ្នាណាសំណួរផ្ទាល់មាត់ត្រូវបានគេប្រើនៅក្នុងការវិតម្លៃព្រោះវាមានអត្ថប្រយោជន៍សំខាន់ជាច្រើនដូចជាវិតម្លៃការយល់ដឹងពិតប្រាកដរបស់សិស្សដែលយើងបង្រៀននៅក្នុងថ្នាក់ផ្ទាល់ហ្នឹងដែលគ្រូអាចដឹងថាសិស្សយល់មេរៀនបានកម្រិតណាហើយនឹងអត់យល់បានកម្រិតណាស្រួលយើងតែប្រាក់ព្រៀបធៀបនៅពេលដែលគាត់បានឆ្លើយជាមួយយើងហើយទី2បង្កើនជំនាញនៅក្នុងការនិយាយឬក៏ប្រស្រ័យទាក់ទងគ្នាឬក៏មានទំនាក់ទំនងគ្នានៅក្នុងថ្នាក់ផ្ទាល់តែម្ដងហើយក៏សិស្សក៏បានអនុវត្តឆ្លើយសំណួរដែលផ្ទាល់អាចបង្កើនទំនុកចិត្តគាត់អត់មានភាពភ័យខ្លាចគាត់អត់មានភាពថាឆ្លើយទៅខ្លាចខាងលោកគ្រូអ្នកគ្រូអត់យកចិត្តទុកដាក់អីទេជាស្ដែងក្នុងនាមយើងជាលោកគ្រូអ្នកគ្រូគឺយើងតែងតែលើកទឹកចិត្តឲ្យពួកគាត់ឆ្លើយឲ្យទោះបីខំឬក៏ត្រូវគឺយើងតែងតែមកកូនឡើងមកអត់អីទេបើខំអ្នកគ្រូតែប្រែកូនបានអ្នកគ្រូនឹងជួយសម្រួលកូនបានគឺយើងតែងតែលើកទឹកចិត្តគាត់បែបហ្នឹងដូចនេះសំណួរផ្ទាល់មាត់គឺក៏ជួយបង្កើនភាពរសារតាក់ទងក៏ដូចជាបង្កើនទំនុកចិត្តគាត់នៅក្នុងការរៀនផ្ទាល់ដូចគ្នាទី3យើងអាចសួរបន្ថែម
thà sân chai trái giờ có cái men bạn mình tài thà quạt lại con trái cha sừng đồ có ở trong lại có ai cái này của cha bạn thà bạn đi nít cứ chia bài này nhân thầy là từ chân bạn cầm vì nhân xua sừng đồ tua hoa cả thầy đi buồn đang đi được lại chụp miếng hai nên ở càng thì ở bọn quạ sừng đồ tua hoa ăn khơi thà càng cái ăn miếng hạt thơ càng còn nhớ tăng trước cũng đây là bảo sở nên về đại nhân xu phim chạy sai cái phim nơi phần giờ tham pin sừng đồ tua hoa chậm chạy sát bên những xu lục của đại quân tham lúc khu nè khu ta ngay nó trong một con vậy thì anh đá nè khu miếng nè khu anh sai mà đó ta ngay nó trong một con thì gì pi chụp được cả bài đấy cha được một công đoạn và tôi pi trong cái chọc ca present hai trong những xưa sừng đuôi ta ngay nè khu cực nhất nó sừng đuôi với đại trong toàn mang mình chơi nghề cái bên chính này là khu tiền của sừng đuôi ấy cái đó sừng đuôi ấy cái đây cái không chơi đây ban như hai chiều bài đại dân nhẹ cho đại dân rất là ra tầm đó là không ca sô tô mất được không nạ riêng gần cho nên đi ra xong phát dùng đọc sơn nuôi chừng luôn sơn phát quật và bạc sơ xế chúng ta anh còn hai chừng này đâu ở tam như vậy là miên tất cả này sơn phát quật sơn của cai sơ xế cái xanh là chừng dùng cho sơ xế chúng ta bao nhiêu là chia sẻ lúa hay môi đánh trong cật lươn hay là thơ bát cứ nhâm trai mà áp phát thật sừng đuôi nâng chụp lại nó trên ma ba na để cứ nhâm chăm chụp lại hai ở vậy là nhân thờ từ cơ ban kia là của trai mà đây là cả ở đây đấy nó thay cái lạnh đi cái lạnh nó bên tàu anh tệ YouTube chất là vậy hai hàng đây á anh thấy trai chôm nè coi cục bò rồi má rồi má ưu viên đặt theo mình ta nó ta về đầm lay nhân chỉ từ một bên là nó cả điên đời chúng đây mới tiệt đặt tay ở xua sừng lục to hơn ăn đặt sật tập hiếp tai nhân đây ở phơi nhặt đâu ở đây cha đặt tay ở xua ăn nhân đặt sật tập hiếp nhân đặt đây cái ăn là chắc là xua ăn tập riêng hát xua mà ăn cái thật xua bạn biết đằng bé của con trai mà chừng mùi sừng đỏ chừng lại để xong sao đó dân chỉ kêu bật đến cứ dân trân cái kêu trong mình ta rồi mình chạy từ xua hai nằm bay ăn từ xưa cha mình ăn dân ta nuôi tiền đi mũi cứ dân xua sừng đuôi bác hai mình lại ra miệng nghe nhớ xong sao để ta phải giúp nó còn được sớt nằm bay chiêu viên ca thoa chừng lọ chừng này nít cứ sinh khâm thay là cái đời này đơn một tháng cái số tăng cùng đời đại du nó bạn mạnh mình cha nhưng sau mà sang cái lạnh đó tụi mà xua tăng cùng đời đại du thì hai thay dân bền ăn thòng ai nhất là xua bẹ quan cho nó ra lùi chỉ lại có liên minh đó kẹp thôi mày có liên minh ăn thì cái ăn đang ăn tốt chẳng đang sang mặt thấp khi ở đơn tề cha và thay dân và đến mặt thấp thì dân xua ba mặt thầm tình chính tờ của thằng pi bông pi chùm lái cái này của ai con bay buôn rằng rồi có chùm lái mới nói là con cái thằng trái nhưng ai chùm lên quảng chùm lại nó cứ dân xua đó lấy ai chùm lại nó cứ mau đấy cứ đang đồng bạn biết cứ dân xua để tăng cùng đất này giờ để dùng bể chết lái được của đất khu đất nó tương miên cùng đất nặng không học hiện miên mua bị bay hay ở cùng đất xua và học hiện này cho nên anh chỉ lòng kia thì ta bảo cùng đất xung đua đây là cùng đất khu prao để tiếp đi chắc đang đi xung đua ghế tay bị bạc cái là ní đồng bốc xua bị ca trong cha mà tờ bốc xua bình do bị khi và ăn được quảng bên đây tha ở bên nhân riêng đây nhân chặt thái dân chặt đam xua còn ta mình đánh xua nó cứ chặt đam nó cứ xua bị sườn núi đã bị bạc đôi để cứ dân xua sườn núi đã cái thằng xua tất cứ sơn là không nặng được ấm cứ con ai lại ban được ấm kia ai bị chọn mất chặt thân sườn lệch sườn núi đã rồi sơn của ca ai lại ban có sơn na lại con rồi mà mấy ai lại ban đi cứ chia sườn núi để dân thật kịch taจะได้คือยังกับไปของการปฏิบัติการในขณะนี้คือยังถัดส่วนสนุนนะดังเซลล์ในขณะนั้นเป็นส่วนนั้นและคุณยุ่งคือบางนั้นคือดังไปเดินทางอ้อในเรียนไงนั่นคือเซลล์ยังสบายในการเรียนเหมือนแต่จ้ะที่ไปดาวเป็นกันบนขับไปสู้กรุกัวลงจากประเทศเซลล์ยังเคยเกิดมนชิลาจะได้สนุนนั้นคือนับเป็นดาวกรุนักครูซัวคือยังแต่งเป็นใหญ่ทางmà con trai sửa nước quay mở họ là của tôi bé áp bên đi con trai trai lát này bên trên đó ổn bật kẹt bên khăn kẹt hát nhưng hơi chậm đảo mắt con trai lần này
បរិញ្ញាហើយនឹងគឺគាត់ប្រូប្រៀបមកថាអូថ្ងៃនេះគឺចាស់ហ្នឹងណាតែពេលកូនមួយដែលឆ្លើយហើយហ្នឹងគឺសិស្សផ្សេងទៀតគឺគាត់ក៏ចាប់បានដែរអូឆ្លើយបែបហ្នឹងសោះបែបហ្នឹងទេណាលោកគ្រូចាហើយបន្តមកសួរតែសិស្សច្រើនអ្នកមិនមែនតែម្នាក់នោះទេជាធម្មតាយើងតែងតែសួរក្នុងនាមជាគ្រូអ្នកគ្រូពាក្យច្រើនសួរអរគុណគាត់ពិសេសអានេះគេឆ្លើយមិនគាត់អានោះគាត់នេះតែឆ្លើយមិនគាត់បែបហ្នឹងអញ្ចឹងណាប៉ុន្តែជាក់ស្ដែងយើងយកអត់ត្រូវដល់អញ្ចឹងទាំងអស់ហើយយើងសួរជាក្រុមក៏បានដែរមកចូលខាងនេះតែចម្លើយនេះចេញមិនគាត់ចម្លើយនេះចាឲ្យពួកគាត់មានសកម្មភាពរួមគ្នាយើងកុំសួរតែម្នាក់ឬក៏ពីរនាក់យើងសួរជាក្រុមខ្លះទៅទី5សួរបន្តបើចម្លើយមិនទាន់ច្បាស់គ្រូអាចសួរបន្ថែមដូចជាហេតុអ្វីចាប្រាសាទព្រះវិហារនៅខេត្តណាគាត់នៅខេត្តអីគេខេត្តព្រះវិហារហេតុអីវាមិននៅខេត្តកំពង់ឆ្នាំងទៅគាត់មកពីវាដោតចាមកវាដែរយើងអាចសួរសំណួរណាដល់ពីជើងហើយគាត់សប្បាយលោកគ្រូចាហើយទី6លើកទឹកចិត្តទោះបីដូចខ្ញុំនិយាយពីដើមអញ្ចឹងទោះបីគាត់ឆ្លាតខុសឬក៏ឆ្លើយចម្លើយមកបែបម៉េចក្នុងនាមយើងជាគ្រូយើងអត់ត្រូវផ្អាកគាត់ថាកូនឆ្លើយត្រូវហ្នឹងចុះតែឆ្លើយមិនមែនអញ្ចឹងទេណាលោកគ្រូយើងត្រូវបើគាត់ឆ្លាតត្រូវចាកូនឆ្លើយបានល្អហើយប៉ុន្តែលោកគ្រូចាំបន្ថែមកូនកន្លែងនេះហើយកូនយកតែមើលបន្ថែមកន្លែងនេះគឺយើងត្រូវលើកទឹកចិត្តគាត់ផងដោយសារក្មេងខ្លះគឺគាត់ត្រូវការលើកទឹកចិត្តខ្លាំងមែនតើចំពោះក្មេងសម័យឥឡូវដោយសារតែដូចយើងដឹងហើយបញ្ហាសង្គមបញ្ហាគ្រួសារបញ្ហាផ្សេងៗគឺធ្វើឲ្យគាត់មានជំងឺផ្លូវចិត្តតាំងពីក្មេងតែម្ដងមែនទេទោះតែពេលគាត់ធំទេតែគាត់ត្រូវការកម្លាំងចិត្តលើកទឹកចិត្តពីក្មេងតែម្ដងអញ្ចឹងក្នុងនាមយើងជាគ្រូក្នុងនាមយើងជាអ្នកដែលផ្ដល់ចំណេះដឹងឲ្យគាត់សូមជួយលើកទឹកចិត្តគាត់ផងសិស្សនាមយើងសិស្សពូកែសិស្សមធ្យមគឺយើងត្រូវយកចិត្តទុកដាក់ពួកគាត់ឲ្យបានស្មើគ្នាទី7យើងប្រើសំណួរបាក់ចំហអាសិស្សអាចពន្យល់គំនិតដល់សេរីឬក៏យើងជាពុកសំណួរមួយដែលទូទៅគឺសួរថាតើរូបនេះដែលហៅថាសិស្សល្អតែពេលជិះទៅគាត់ឆ្លើយម្នាក់មកចំណុចដែរសិស្សល្អថាក្រុមវិន័យសិស្សល្អធ្វើជំនួយសិស្សល្អថាអីគេជំរាបសួរអ្នកគ្រូពេលជួបចាបែបនេះគឺជាហៅថាសំណួរបាក់ចំហពេលដែលគាត់មានទៅគឺគាត់កាន់តែមានគំនិតគិតច្រើនថាពេលដែលមានសំណួរនឹងមកគាត់គិតបានច្រើនហើយយើងក៏សប្បាយចិត្តដែរពេលដែលឃើញកូនសិស្សយើងមានគំនិតច្រើននៅក្នុងការរៀនជាមួយយើងដូចគ្នាហើយទី8ជាប់សំណួរជាមួយជីវិតពិតជាស្ដែងចំណុចនេះគឺជាចំណុចមួយដែលលោកគ្រូអ្នកគ្រូតាំងពីសួរកូនសិស្សហើយពេលដែលធ្វើតែសេចក្តីចូលកូនពិពណ៌នាអំពីម៉ាក់ចូលកូនពិពណ៌នាអំពីប៉ាហើយពេលចឹងទៅគាត់យើងតែតែសួរម៉ាក់កូននឹងទេម៉ាក់កូនមកថែកូនណាសិស្សខ្លះក៏គាត់ឆ្លើយថាអត់នៅទេនៅមួយយាយប៉ាទៅធ្វើការឆ្ងាយសំណួរទាំងអស់នោះគឺពាក់ព័ន្ធទៅនឹងជីវិតពិតហើយមួយទៀតសំណួរខ្លះក្នុងនាមជាគ្រូពេលយើងសួរទៅគាត់ពេលដែលគាត់ឆ្លើយមកទៅមុខសង្គមគឺយើងក៏ត្រូវលើកទឹកចិត្តគាត់បន្ថែមដែរដោយសារសិស្សមួយគឺគាត់មានបញ្ហាផ្សេងគ្នាបើសិនជាល្អខ្ញុំលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូស្វែងយល់ពីអ្វីដែលសិស្សយើងជួបតើក្នុងថ្នាក់រៀនយើងមិនត្រូវដែរតែផ្ដល់តែចំណេះដឹងឲ្យគាត់ទេព្រោះអីសិស្សខ្លះគឺគាត់ពិបាកតែគាត់មិនហ៊ានប្រាប់យើងដូចសិស្សខ្ញុំផ្ទាល់គាត់ពិសាខ្ញុំផ្ទាល់គឺមានសិស្សម្នាក់គឺគាត់នៅជាមួយយាយហើយម៉ាក់តាគាត់បាញ់ដាក់គ្នាគាត់នៅឆ្ងាយហើយគាត់គឺមានដាក់កាផ្លេនេះទៅលហាច់តិចទីអត់គាត់នៅផ្ទះទៅគាត់មានទឹកចិត្តឲ្យកដោមាន sticker មានអីមកយកមកឲ្យអ្នកគ្រូហើយអញចិត្តតែឆ្ងាយថាកូនហ្នឹងមិនម៉េចហើយតែចិត្តសួរថាកូនមានអីផ្សេងអត់ក៏អញលហាច់អត់ចឹងគាត់ក៏ប្រាប់ថាគាត់មានតែមួយហ្នឹងទេនិយាយអត់មានលុយទេដឹងមិនពេលហ្នឹងមានក៏ដូចខ្លាំងមែនតើគាត់ដាច់ចិត្តបងជីទៅទិញថាឲ្យគាត់មកឆប់តែពេលចឹងវាសប្បាយចិត្តណាឃើញគ្រូមកអូយនេះហើយវាអ្វីដែលយើងគ្រូតែចាយើងអត់មានការយល់ពីជីវភាពរបស់គាត់នេះគ្នាចាអរគុណច្រើនសរុបមកវិញលោកគ្រូអ្នកគ្រូត្រូវសួរសំណួរតមកបានមានផែនការចាស់សម្រាប់សំណួរលើកទឹកចិត្តការមើលការទៅឲ្យសិស្សមិនបានត្រឹមតែរាប់ចម្លើយប៉ុណ្ណោះទេគឺយើងត្រូវស្វែងយល់ពីអ្វីដែលយើងបរិហារនឹងគឺយើងបំផាត់ទៅលើចម្លើយពេកធ្វើឲ្យគាត់មានភាពក្លាហានដូចជាឆ្លើយជាមួយយើងអត់ដឹងមានភាពទំនុកចិត្តដូចគ្នាសម្រាប់អ្នកខ្ញុំអញនេះថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេសូមអរគុណ